នេះជា printer Canon iMac Class MS3010 printer នេះដែរគឺវាមានបញ្ហា error ទាក់ទងជាមួយនឹងអំពូល scan ឬមួយក៏ខ្សែ scan បងប្អូនអញ្ចឹងទោះបីយើង copy ក៏អត់ចេញយើង print ក៏អត់ចេញដែរបងប្អូនគឺវាមានចេញ leak code ទៅលើម៉ាស៊ីន print 225បងប្អូនដើម្បីដោះស្រាយបញ្ហា code នេះបានគឺបងប្អូនត្រូវដោះ scan នឹងមើលបងប្អូនរបៀបដោះគឺបងប្អូនអាចដោះក្របចំហៀងតែម្ខាងបានថាបងប្អូននេះគឺខាងក្រោយគឺមានខ្ចៅមួយបងប្អូនគម្របដែលត្រូវដោះគឺយើងត្រូវដោះខាង board power បងប្អូនបន្ទាប់ពីយើងមកខ្ចៅនឹងបានហើយយើងត្រូវមានតូលវេសសំប៉ែតបងប្អូនដើម្បីស្កើនៅកលៈដើម្បីដោះក្របនឹងបានគឺយើងមានត្រូវមានខ្ចៅសំប៉ែតមួយគឺមានកលៈ2បងប្អូននៅខាងក្រោយហើយមានខាងលើដែរបងប្អូនយើងត្រូវស្កើខាងលើបើក scan ហ្នឹងមានខាងលើកលៈ2ដែរបងប្អូនដើម្បីដោះវាបានយើងបងប្អូនគឺខ្ញុំដោះបានហើយបងប្អូនតែមកទៀតគឺយើងត្រូវដកដុយបងប្អូនដកខ្សែផ្លូវហ្នឹងបងប្អូនវាមាន4ខ្សែបងប្អូនមួយទៀតគឺយើងត្រូវមូខ្ចៅចេញខ្សែហ្នឹងនេះបងប្អូនគឺដោះអស់ហើយបងប្អូនបន្ទាប់ពីយើងដកខ្សែនឹងបានហើយយើងត្រូវដកក្បាល scan នឹងបានហើយបងប្អូននេះបងប្អូនគឺយើងលើកមកបានធម្មតាដើម្បីដកមើល scan នឹងបានគឺខាងក្រោមនោះវាមានខ្ចៅ2ទៀតបងប្អូនខាងឆ្វេងនិងស្ដាំបងប្អូនយើងមូលទៅខ្ចៅ2ហ្នឹងមកយើងអាចមានតូលវាសំប៉ែតហើយយើងឆ្កឹះកលៈគៀនមកដោះបានបងប្អូននេះបងប្អូនគឺខ្ញុំសាកដោះមើលខ្សែចេញ scan ពី scan សាកមើលបងប្អូនឃើញថាវាអត់មានបញ្ហាអីទេបងប្អូនយើងគ្រាន់តែដោះហើយសម្អាតហើយយើងដាក់វិញតែប៉ុណ្ណឹងនេះបងប្អូនបន្ទាប់ពីយើងដោះដាក់ហើយ printer របស់យើងគឺដើរធម្មតាវិញបងប្អូនវាលែង load leak code ឬ load ភ្លើងក្រហមបងប្អូនអញ្ចឹងយើងចាប់ផ្ដើមតេស្ត copy បងប្អូនអញ្ចឹងយើង copy មួយបងប្អូនដើម្បីតេស្តមើលបើសិនបើករណីបងប្អូនដោះធ្វើបែបនេះហើយអត់បាត់គឺបងប្អូនត្រូវដូរអំពូល scan នឹងបងប្អូននឹងអាចមកពីអំពូល scan ខូចអញ្ចឹងយើងត្រូវដូរបងប្អូនតែហ្នឹងគឺខ្ញុំគ្រាន់តែដោះសម្អាតហើយវាដើរវិញធម្មតាទេបងប្អូនយើងបងប្អូនกระดาษ copy មិញគឺចេញមកស្អាតបងប្អូន printer នេះគឺវាមានបញ្ហាអស់កង់ដែរបងប្អូនតែយើងយកដៃជួយរុញទៅបានកระดาษវាអូសបងប្អូន